តាត្រូវមាន10ឆ្នាំប្រហែលដងទៀតដើម្បីជួបជុំគ្នាទាំងបងទាំងប្អូនទាំងយាយទាំងតានេះហើយយើងពេលទំនេរឆ្នាំហ្នឹងហើយឆ្លៀតមកញ៉ាំស៊ុបមេតិចអញ្ចឹងយើងមកញ៉ាំស៊ុបនៅស្លាហើយមានកន្លែងមួយដែលឆ្ងាញ់គឺមានទាំងស៊ុបមានទាំងមីហិលនិងមានទាំងគ្រប់មុខបងប្អូនមានទាំងផ្លែឈើមានទាំងលក់ផ្លែឈើលក់អីគ្រប់មុខបុកល្ហុងបុកអីឆ្ងាញ់រសជាតិអែមគាត់មកដូចអ្នកទីក្រុងប្រហែលដែរយើងឥឡូវយើងឆ្លៀតបានមកដល់នៅស្រុកយើងកំណើតយើងធ្លាប់យើងចូលច្រៀងចូលញ៉ាំលេងមួយគ្រួសារបងប្អូនហ្នឹងនេះមេធីមកំពុងរៀបចំចាប់នឹងឥឡូវយើងបានរៀបចំរួចស្រេចតើពេលវេលាយើងនៅមានឱកាសប្រហែលដងទៀតឬក៏10ឆ្នាំ20ឆ្នាំមុខទៀតយើងមិនអាចថាបានឥឡូវមានឱកាសតែសบายនឹងជួបជុំគ្នាជាថតរូបអនុស្សាវរីយ៍ដែលយើងកាយយើងនៅហូបបានឬក៏យើងនៅក្មេងយើងធ្លាប់បានសบายជួបជុំគ្នាតែវីដេអូនេះក៏បានរលត់តាណាទេនៅតែជាប់ដិតដាមនៅនឹងរហូតប្រហែលជា20ឆ្នាំទៅ30ឆ្នាំទៀតពោះវីដេអូនឹងអាចបានលុបតាណាទេយើងផុសលេងធ្វើវីដេអូលេងយើងផុសចូលក្នុង YouTube ដល់ពេលយើងចាស់ទៅយើងអាចស្រាវជ្រាវយើងអាចមើលបានពោះវាមិនបាត់តាណាទេពួកយើងទុកនៅ memory វាអាចនឹងរលប់ឬក៏បាត់ទៅបើទុកនៅក្នុង YouTube នេះយើងអាចមើលបន្តរាប់ខែឆ្នាំបានតោះដល់យើងចាស់អីហ្នឹងយើងអាចបន្តរហូតនៅមើលបានរហូតគឺយើងទិញទូរស័ព្ទថ្មីយើងអាចដូរទូរស័ព្ទថ្មីពេលខ្លះយើងអាចបាន transfer វីដេអូចាស់មកវិញយើងអាចទៅលុបរហូតហ្នឹងហើយឥឡូវមកទស្សនាការកំសាន្តលេងជួបជុំបងប្អូនក្រោយជិតចូលឆ្នាំសែនក្បាលទឹកឥឡូវជិតដល់មកដល់ហើយយើងឆ្លៀតឱកាសពេលតនេយើងមកញ៉ាំអីលេងនៅក្នុងពេលឱកាសនេះបងប្អូនមើលសកម្មភាពឈីសบายពេលជួបជុំគ្នាបងប្អូននេះទាំងកូនទាំងយាយអាចមានឱកាសតើ10ឆ្នាំមានប្រហែលដងទៀតបានជួបជុំគ្នាហ្នឹងវាយើងចាប់ដើមហុកបងប្អូនវីដេអូហ្នឹងជម្រាបលាបងប្អូនភ្លេចចូល follow page ម្នាក់មួយដើម្បីលើកទឹកចិត្តវីដេអូខ្ញុំថ្មីៗបងប្អូនបាយជួបគ្នាថ្ងៃក្រោយទៀតនឹងមានវីដេអូថ្មីចែកជូនភ្លេចទស្សនាបងប្អូនបាយ